อันนี้คือ Osmo Action 5 Pro ដែលខ្ញុំរងចាំយូរហើយឥឡូវគឺបានមកដល់ដៃហើយអញ្ចឹងឥឡូវយើងធ្វើការបើកប្រអប់ទាំងអស់គ្នាថានៅក្នុងហ្នឹងគឺវាមានជាមួយនឹងអ្វីខ្លះអូខេអញ្ចឹងនៅពេលដែលយើងធ្វើការបើកប្រអប់មកគឺយើងឃើញគេបែងចែកជា2ទី1គឺ Osmo Action 5 Pro ទី2គឺ accessory ហ្មងអញ្ចឹងវាមាន2ប្រអប់ទូចៗនៅពីក្នុងទៀតអូខេអញ្ចឹងនៅក្នុងនេះគឺគេប្រអប់ដែលគេដាក់អក្សរនេះគឺ Osmo Action 5 Pro នេះគឺយើងបើកមកខ្ញុំដឹងថាវាមានតាក់ទងជាមួយនឹងAction 5 Pro នឹងឯងអូខេអញ្ចឹងនៅក្នុងនេះគឺមានមកជាមួយនឹង Osmo Action 5 Pro យើងហ្នឹងដែលនេះគឺជា Osmo Action 5 Pro របស់យើងហ្នឹងគឺថាស្អាតមែនតើរូបរាងរបស់វាខ្មៅស្អាតល្អមែនតើនេះគឺជាអេក្រង់មួយចំហៀងទៀតហើយនៅក្នុងហ្នឹងគឺវាមានមកជាមួយអានេះដូចជាតាក់ទងជាមួយនឹង case គេហៅថាគេមានឈ្មោះរបស់គេដែរគឺឈ្មោះវាគឺ protective frame សម្រាប់ការពារជុំវិញ Action 5 Pro របស់យើងហ្នឹងអញ្ចឹងនៅក្នុងប្រអប់មួយទៀតប្រហែលជាតាក់ទងជាមួយនឹង accessory ដោយសារតែគេដាក់អក្សរ accessory នៅលើនេះអូខេអញ្ចឹងនេះគឺជា guideline guidebook ជាស្អីហើយនេះគឺជាថ្មរបស់ Action 5 Pro អញ្ចឹងដោយសារតែខ្ញុំទិញមកជាមួយនឹងឈុតadventure អញ្ចឹងនៅក្នុងនេះគឺវាមានមកជាមួយនឹង battery case ហើយនៅក្នុងហ្នឹងគឺមានថ្មរហូតដល់3គ្រាប់ហើយសម្រាប់ case នេះបើអ្នកដែលគាត់អត់ដឹងទេ case នេះនៅកន្លែងខាងលើនេះគឺយើងអាចដាក់ memory card បានហើយបើតាមខ្ញុំដឹងវាមាន type C អញ្ចឹងបើសិនជាពេលដែលយើងទៅដល់លេងអស់ថ្មអីយើងអាចធ្វើការសាកថ្មចេញពី case នេះហ្មងក៏បានដែរអញ្ចឹងបន្ទាប់ពីនឹងទៀតយើងមានតាក់ទងជាមួយនឹងអានេះនេះសម្រាប់ចាប់ឈ្មោះ technical របស់គេហៅ adapter mount ហើយនៅមាន accessory ផ្សេងៗទៀតដូចជានេះគឺជាខ្សែសាក type C ដែលយើងប្រើជាមួយនឹងbattery case មួយនេះនៅពេលដែលយើងចង់សាកទូរស័ព្ទឬក៏សាកទៅកាន់ device ផ្សេងៗអញ្ចឹងនៅក្នុងប្រអប់ដូចជាមានតែប៉ុណ្្នឹងទេអូខេយើងមានជាមួយនឹង extension rod នេះមួយទៀតព្រោះដោយសារតែដូចខ្ញុំបញ្ជាក់អញ្ចឹងដោយសារខ្ញុំទិញមកជាមួយនឹង adventure អញ្ចឹងវាមានអានេះហើយនឹងថ្ម3គ្រាប់វាខុសពី combo បើសិន combo យើងមានតែ accessory ផ្សេងៗចឹង accessory នេះវាមានដូចជា Osmo 5 Pro មានbattery case មានអីផ្សេងៗចឹងទៅអញ្ចឹងវាខុសគ្នាបន្តិចតួចហើយតម្លៃដែលខ្ញុំទិញគឺខ្ទង់ជា$400ជាងហើយកន្លែងខ្ញុំទិញគឺនៅហាង MyCam អ្នកនរអាចទិញនៅនឹងបានដែលគាត់មានលក់ជាមួយនឹងប្រដាប់ដូចគ្នាហើយមួយវិញទៀតកាមេរ៉ាមួយនេះខ្ញុំទិញដោយសារគោលបំណងខ្ញុំចង់ថតតាក់ទងជាមួយនឹងនៅក្នុង space ដែលវាគៀកខ្លាំងអញ្ចឹងយើងអាចប្រើជាមួយនឹងកាមេរ៉ាធំបានយើងអាចថតជាមួយនឹងបានហើយខ្ញុំចង់ធ្វើតាក់ទងជាមួយនឹង vlog ក៏ដូចជាវីដេអូមួយចំនួនដែលខ្ញុំចង់ធ្វើជារសជាតិថ្មីជូនទៅកាន់អ្នកនរនៅលើ YouTube អញ្ចឹងបើសិនជាអ្នកមានអី suggestion ឬក៏ចង់ឲ្យខ្ញុំធ្វើទៅអំពីវីដេអូផ្សេងៗទៀតអាចធ្វើការ comment បានបើសិនខ្ញុំអាចធ្វើបាននឹងធ្វើជូនអ្នកនរគ្នាអញ្ចឹងអូខេសម្រាប់តាក់ទងជាមួយនឹងកាមេរ៉ាហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេវីដេអូនេះគឺខ្ញុំគាត់ធ្វើការ unboxing និយាយជាទូទៅហ្មងខ្ញុំអត់ទាន់បានដឹងពីរបៀបប្រើទេគ្រាន់តែថាខ្ញុំដឹងថាតាមរយៈវីដេអូ review របស់ជនជាតិរបស់ស្រុកគេគឺកាមេរ៉ានេះគឺវាមាន quality ល្អដែរពួកឯងយើងអាចថតបានគុណភាពខ្ពស់ទាំងពី low light ទាំងពី day light ធម្មតាផ្សេងៗអញ្ចឹងខ្ញុំនឹងធ្វើការប្រើប្រាស់ជាមួយនឹងវាហើយបើសិនជាខ្ញុំមាន update ចាំខ្ញុំ update ជូនអ្នកនរគ្នានៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយអញ្ចឹងនេះគឺជាវីដេអូហើយនឹងសំឡេងដែលខ្ញុំធ្វើការ test record ដោយផ្ទាល់នៅលើកាមេរ៉ា Action 5 Pro ដែលខ្ញុំទៅធ្វើការ unboxing នឹងតែម្ដងតើគុណភាពរបស់វាយ៉ាងម៉េចដែរអ្នកនរគ្នាទាំងពីសំឡេងទាំងពីពន្លឺទាំងពីអី